នេះគឺជានាឡិកាដៃចំនួនថ្មីរបស់ Amazfit ដែលបំពាក់មកជាមួយនឹង AI ហើយបាននិយាយអំពីតម្លៃគឺក្រោម$100 Amazfit Active 2 ជានាឡិកាចំនួនថ្មីនិងជានាឡិកាលំដាប់ថវិកាតួខ្លួនត្រូវបានផលិតឡើងអំពី stainless steel ហើយបាននិយាយពីទំហំនិងកម្រាស់គឺថាវាមិនធំពេកមិនតូចពេកហើយក៏មិនក្រាស់ពេកនោះដែរហើយនៅលើតួខ្លួន stainless steel របស់នាឡិកាដៃមួយនេះគឺមានប៊ូតុងចំនួន2ដែលវាផ្ដល់ភាពងាយស្រួលមកកាន់អ្នកប្រើប្រាស់គេក៏បានបំពាក់មកជាមួយនឹងប្រភេទអេក្រង់ AMOLED ដែលមានទំហំ 1.32 អ៊ីងហើយបើយើងវាស់ជាទំហំមីលីម៉ែត្រគឺស្មើនឹង33មីលីម៉ែត្រហើយបាននិយាយអំពីកម្រិតពន្លឺរបស់នាឡិកាដៃមួយនេះគឺទៅដល់2000 nit ដែលយើងអាចនិយាយថាវាអាចផ្ដល់កម្រិតពន្លឺមួយភ្លឺច្បាស់មែនទែនមកកាន់យើងសម្រាប់នាឡិកាដៃដ៏ស្រស់ស្អាតមួយនេះគេក៏បានបំពាក់មកជាមួយនឹងខ្សែដែលមានទំហំ20មីលីម៉ែត្រផងដែរដែលវាជាប្រភេទខ្សែ Sport ដែលផ្ដល់ភាពងាយស្រួលទៅដល់អ្នកចូលចិត្តលេងកីឡាឬក៏ហាត់កីឡាសម្រាប់មុខងារសុខភាពនាឡិកាដៃ Amazfit Active 2 មួយនេះក៏មិនចាញ់ជាមួយនឹង model មុនដែរគឺមានច្រើនសម្បូរបែបមែនទែនទៅលើមុខងារ readiness តាមដានចង្វាក់បេះដូងអុកស៊ីសែននៅក្នុងឈាមតាមដានទៅលើភាព stress តាមដានទៅលើការគេងដូចជា sleep HRV តាមដានជាមួយនឹងសុខភាពស្ត្រីផងដែរតែមុខងារទាំងអស់នេះគឺសិតតែជាមុខងារពិសេសនិងសុក្រិតខ្លាំងមែនទែនដែលយើងអាចតាមដានសុខភាពរបស់យើងបានជាប្រចាំមូលហេតុដែលធ្វើឲ្យនាឡិកាមួយនេះអាចតាមដានសុខភាពរបស់យើងបានច្បាស់ល្អពីព្រោះថាគេបានបំពាក់មកជាមួយនឹង sensor BioTracker 6.0 ppg នៅក្នុងនាឡិកាដៃ Amazfit Active 2 នេះក៏គេបានដាក់មកជាមួយនឹងមុខងារស៊ីបខូចផងដែរដែលវាជាមុខងារមួយដែលធ្វើឲ្យយើងធ្វើលំហាត់ប្រាណទៅតាមស្តង់ដារឬក៏យើងអាចធ្វើការកំណត់ការវិភាគដើម្បីធ្វើលំហាត់ប្រាណដូចគ្នាហើយស៊ីបខូចក៏អាចធ្វើការជួយដោះស្រាយជាមួយនឹងបញ្ហាទាក់ទងទៅនឹងលំហាត់ប្រាណរបស់បងប្អូនជាមួយនឹងស៊ីបខូច AI ផងដែរនិងមុខងារ Zip Flow ដែលខ្ញុំហៅថាជាមុខងារ AI ដែលយើងអាចធ្វើការសាកសួរទាក់ទងទៅនឹងចម្ងល់ផ្សេងឬក៏យើងអាចធ្វើការ voice control ដើម្បីបញ្ជាទៅលើនាឡិការបស់យើងទៅលើមុខងារណាមួយពេលដែលគេ send រូបភាពមកកាន់យើងតាមរយៈTelegram គឺយើងអាចមើលឃើញរូបភាពផ្ទាល់នៅលើនាឡិកាដៃហើយមួយទៀតយើងក៏អាចធ្វើការ reply chat ភ្លាមបាននៅលើនាឡិកាដៃនេះផងដែរនាឡិកាដៃមួយនេះមានមុខងារកីឡាច្រើនជាង160ប្រភេទហើយបើបងប្អូនចូលចិត្តលេងកីឡាធ្វើលំហាត់ប្រាណអីហ្នឹងគឺពាក់នាឡិកាមួយនេះគឺដឹងតែពេញចិត្តតែម្ដងនាឡិកាមួយនេះបានបំពាក់មកជាមួយនឹង File Stabilizer Positioning ដែលធ្វើឲ្យយើងអាចដំណើរការជាមួយនឹងមុខងារ offline map ជាមួយនឹងមុខងារ turn by turn ផងដែរយើងក៏អាចធ្វើការខលចេញចូលបានផងដែរនៅលើនាឡិកាដៃមួយនេះហើយសម្រាប់ប្រព័ន្ធការពារទឹករបស់នាឡិកាដៃមួយនេះគឺទៅដល់ file ATM អញ្ចឹងវាអាចការពារទឹកបានល្អមែនតើសម្រាប់ថ្មគឺមានទំហំ270មីលីអាំពែម៉ោងដែលយើងអាចប្រើប្រាស់បានរហូតដល់10ថ្ងៃបងប្អូនអាចរកទិញនាឡិកានេះបាននៅតាមបណ្ដាដៃគូចែកចាយផ្លូវការរបស់ Amazfit ឬក៏អាចឆាតទៅកាន់ page Amazfit Cambodia បាន